រូបថតសត្វស្វាមួយសន្លឹកបានបង្កឲ្យមានការប្រឹងប្រែងគ្នាផ្អើលតុលាការរបស់សហរដ្ឋអាមេរិកនេះគឺជារឿងក្តីដ៏ចម្រូងចម្រាសមិនធ្លាប់មាននៅក្នុងប្រវត្តិសាស្ត្ររបស់សហរដ្ឋអាមេរិកដែលមនុស្សប្តឹងផ្តល់គ្នាជាមួយនឹងស្វាបាទដើម្បីដណ្ដើមភាពជាម្ចាស់កម្មសិទ្ធិបញ្ញាទៅលើរូបថតមួយសន្លឹកដែលសត្វស្វាថត selfie ខ្លួនឯងបាទហើយទឹកមុខញញឹមបង្កឲ្យមានការចាប់អារម្មណ៍ខ្លាំងនៅពីពេញពិភពលោកបាទមុននឹងខ្ញុំបាទឈានចូលទៅដល់ដំណើរសាច់រឿងលម្អិតខ្ញុំបាទចង់ឲ្យបងប្អូនទស្សនិកជនបាទធ្វើការពិចារណាឬក៏ទស្សទាយជាមុនថាតើសត្វអាចคล้ายទៅជាម្ចាស់កម្មសិទ្ធិនៃកម្មសិទ្ធិបញ្ញាបានដែរឬទេបាទឥឡូវយើងត្រឡប់មកសាច់រឿងលម្អិតរបស់យើងឯនេះវិញបាទរឿងនេះបានកើតមានឡើងនៅក្នុងអំឡុងឆ្នាំ2011បាទលោក David Slater បាទដែលជាអ្នកចូលចិត្តថតរូបឯកសារសត្វបានធ្វើដំណើរទៅកោះ Sulawesi នៃប្រទេសឥណ្ឌូនេស៊ីដើម្បីប្រមាញ់រូបភាពសត្វស្វាប្រភេទ Crested Macaque ដែលជាប្រភេទសត្វស្វាកំពុងរងការគំរាមកំហែងនៅទីនោះបាទនៅពេលដែលលោក Slater ចូលទៅក្នុងព្រៃទៅដល់ទីតាំងដែលត្រូវថតនោះលោកបានចាប់ផ្ដើមដំឡើងជើងកាមេរ៉ានិង set up កាមេរ៉ាដើម្បីរង់ចាំថតហើយកំពុងតែសម្លឹងមុខក្រោយទៅស្រាប់តែសត្វស្វាមួយក្បាលនេះដែលជាអម្បូរម៉ាខាស់ដែលក្រោយមុខគេបានដាក់ឈ្មោះថា Naruto បាទបានបញ្ចេញវត្តមានពីក្នុងព្រៃមកហើយបានចូលទៅលេងកាមេរ៉ារបស់លោក Slater ហ្នឹងបាទលេងចុះលេងឡើងសត្វស្វាហ្នឹងក៏យកដៃទៅចុចបាទប៊ូតុងថតហើយថតជាប់រូបសត្វស្វានេះជាច្រើនប៉ុស្តិ៍បាទអញ្ចឹងក្រោយមកទៀតនៅពេលដែលលោក Slater បាទបានមកដល់ផ្ទះវិញលោកបានពិនិត្យទៅមើលរូបភាពដែលថតបានទាំងអស់នោះលោកពិនិត្យឃើញរូបភាពពីរប៉ុស្តិ៍ដែលប្រភេទសត្វស្វាម៉ាខាស់ដែលមានឈ្មោះថា Naruto នោះបាទបានថតជាប់ខ្លួនឯងបាទលោកសម្រាំងបានពីរប៉ុស្តិ៍បាទមួយប៉ុស្តិ៍ឃើញមានដៃឈោងទៅចុចកាមេរ៉ាហើយមួយប៉ុស្តិ៍ទៀតគឺជាប់ផ្ទៃមុខញញឹមដែលបង្កឲ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងបាទនៅពេលនោះលោក Slater បានគិតថានេះហើយជាដុំមាសរបស់លោកបាទអញ្ចឹងលោក Slater បាទក៏បានយករូបនេះបាទយកទៅផ្សព្វផ្សាយដោយអះអាងថាលោកគឺជាម្ចាស់កម្មសិទ្ធិបាទទៅលើរូបភាពនេះហើយរូបភាពនេះបានបង្កឲ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងបាទនៅលើប្រព័ន្ធអ៊ីនធឺណិតនៅពេលនោះបាទមិនយូរប្រហែលក្រោយមកបាទគ្រាន់តែលោក Slater លក់រូបភាពនេះមិនបានទាំងប្រហែល$1000ផងក៏លោកចាប់អារម្មណ៍ថារូបភាពនេះបានលេចឡើងបាទនៅលើគេហទំព័រ Wikimedia និងគេហទំព័រមួយចំនួនបាទអញ្ចឹងលោកក៏បានតាក់ទងទៅតវ៉ាជាមួយគេហទំព័រនេះបាទដោយអះអាងថាលោកគឺជាម្ចាស់កម្មសិទ្ធិបាទទៅលើរូបភាពនេះអញ្ចឹងខាង Wikimedia បាទបានបកស្រាយត្រឡប់មកវិញថារូបភាពនេះគឺជារូបភាពសាធារណៈនរណាក៏អាចប្រើប្រាស់បានដែរបាទពីលោក Slater នេះមិនមែនជាម្ចាស់កម្មសិទ្ធិបញ្ញាទៅលើរូបភាពនេះនោះទេបាទរូបភាពនេះគឺជារូបភាពសត្វស្វាហើយអ្នកដែលចុចថតរូបភាពនេះគឺជាស្វាទៅទៀតអញ្ចឹងលោក Slater មិនមែនជាម្ចាស់កម្មសិទ្ធិទេវាគឺជាសម្បត្តិសាធារណៈដូច្នេះនរណាក៏អាចយកប្រើប្រាស់រូបភាពនេះដោយសេរីបានដែរបាទអញ្ចឹងស្រាប់តែបាទអង្គការអភិរក្សសត្វមួយឈ្មោះថា PETA មានមូលដ្ឋាននៅឯសហរដ្ឋអាមេរិកបានតាំងខ្លួនជាដើមបណ្ដឹងរវេនីក្នុងនាមជាតំណាងឲ្យ Naruto បាទធ្វើការប្តឹងលោក Slater បាទទាមទារកម្មសិទ្ធិបញ្ញាទៅលើរូបថតរបស់ Naruto មួយសន្លឹកញញឹមហ្នឹងដែលអញ្ចឹងនៅឆ្នាំ2015ហ្នឹងបាទលោក Slater ជាមួយនឹង PETA បានតតាំងក្តីគ្នានៅតុលាការសហរដ្ឋអាមេរិកហើយជាលទ្ធផលនៃការតតាំងក្តីគ្នានៅសាលាដំបងសហរដ្ឋអាមេរិកនោះបាទតុលាការបានសម្រេចច្រានចោលពាក្យបណ្ដឹងរបស់អង្គការ PETA បាទក្នុងនោះមានសំអាងហេតុនិងសំអាងច្បាប់ជាច្រើនដែលតុលាការលើកយកមកធ្វើជាមូលដ្ឋាននៅក្នុងការច្រានចោលពាក្យបណ្ដឹងនោះបាទតែខ្ញុំបាទសូមដកស្រង់ពីចំណុចដែលជាការកត់សម្គាល់ឲ្យសំខាន់តុលាការសហរដ្ឋអាមេរិកបានលើកឡើងថាបាទច្បាប់ស្តីពីកម្មសិទ្ធិបញ្ញារបស់សហរដ្ឋអាមេរិកគឺជាច្បាប់គោលដែលចែងពីសិទ្ធិអ្នកនិពន្ធឬក៏អ្នកបង្កើតស្នាដៃច្បាប់នេះផ្ដល់សិទ្ធិផ្ដាច់មុខដល់អ្នកនិពន្ធក្នុងការគ្រប់គ្រងនិងទាញយកផលប្រយោជន៍ពីស្នាដៃរបស់ខ្លួនបាទបន្ថែមទៅលើនេះតុលាការក៏បានបញ្ជាក់អំពីសៀវភៅគោលនៃការិយាល័យកម្មសិទ្ធិបញ្ញាសហរដ្ឋអាមេរិកក៏មានការចែងផងដែរថាការិយាល័យនឹងមិនចុះបញ្ជីស្នាដៃដែលផលិតឡើងដោយធម្មជាតិសត្វឬក៏រុក្ខជាតិឡើយ
មិនអស់ចិត្តត្រឹមប៉ុណ្ណេះទេអង្គការពីតាក៏បានដាក់ពាក្យបណ្ដឹងឧទ្ធរណ៍ទៅតុលាការមួយជាន់ទៀតនៅឯសហរដ្ឋអាមេរិកនៅក្នុងអំឡុងពេលដែលតុលាការបានបន្តនីតិវិធីទៅលើបណ្ដឹងឧទ្ធរណ៍របស់អង្គការពីតាលោក Slater ឯនេះវិញក៏មានអារម្មណ៍ថាជួបទុកលំបាកខ្លាំងជាពិសេសជួបវិបត្តិហិរញ្ញវត្ថុដោយសារតែរឿងក្តីរ៉ាំរ៉ៃមួយនេះបានធ្វើឲ្យរូបលោកបាត់បង់ឱកាសការងារជាច្រើនខាតបង់ពេលវេលាក្នុងការរកប្រាក់ចំណូលហើយជាពិសេសគឺធ្លាក់ខ្លួនចូលទៅក្នុងវិបត្តិហិរញ្ញវត្ថុសូម្បីតែប្រាក់នៅក្នុងការជួលមេធាវីដើម្បីតតាំងក្តីជាមួយអង្គការពីតានេះស្ទើរតែគ្មានទៀតផងដូច្នេះហើយចុងក្រោយទៅលោកសម្រេចចិត្តនៅក្នុងការចរចាជាមួយនឹងអង្គការពីតាសេចក្តីសម្រេចចុងក្រោយភាគីទាំងពីរបានព្រមព្រៀងគ្នាថាលោក Slater បាននឹងប្រគល់ប្រាក់ 25% ឲ្យទៅអង្គការពីតាសម្រាប់ផ្ដល់ទៅដល់សកម្មភាពមនុស្សធម៌ក្នុងការគាំពារនិងអភិរក្សប្រភេទសត្វស្វាម៉ាខាស់នៅឯប្រទេសឥណ្ឌូនេស៊ីអញ្ចឹងរឿងក៏បញ្ចប់ត្រឹមហ្នឹងទៅតែយ៉ាងណាក៏ដោយអ្វីដែលលោក Slater បានគិតពីដំបូងថារូបភាពរបស់ Naruto ថត selfie ខ្លួនឯងនេះនឹងក្លាយទៅជាដុំមាសដុំពេជ្ររបស់គាត់តែផ្ទុយទៅវិញរូបភាពនេះបានក្លាយទៅជាដុំទុកសម្រាប់គាត់ទៅវិញនោះទេពីព្រោះថាក្រោយចប់តតាំងគ្នាក្តីទៅវិវាទក៏ត្រូវបានបញ្ចប់តែរូបលោកមិនអាចរកប្រាក់បានច្រើនប្រមាណទេពីរូបថតរបស់ Naruto ពីព្រោះអីដោយសារតែរូបភាពនេះត្រូវបានចែកចាយយ៉ាងទូលំទូលាយនៅលើប្រព័ន្ធអ៊ីនធឺណិតរួចបាត់ទៅហើយហើយទី2ឈរទៅលើមូលដ្ឋានដែលគេហទំព័រល្បីៗមួយចំនួនទៀតបានអះអាងថារូបភាពរបស់ Naruto នេះគឺជាសម្បត្តិសាធារណៈមិនមែនជាកម្មសិទ្ធិបញ្ញាផ្ដាច់មុខរបស់លោក Slater នោះទេចំណុចមួយទៀតពាក់ព័ន្ធទៅនឹងសេចក្តីសម្រេចរបស់តុលាការរបស់សហរដ្ឋអាមេរិកដែលច្រាំងចោលពាក្យបណ្ដឹងរបស់អង្គការពីតាដែលថាសត្វមិនអាចក្លាយទៅជាម្ចាស់កម្មសិទ្ធិបញ្ញាបាននោះទេឈលលើមូលដ្ឋានទាំងពីរនេះហើយទើបធ្វើឲ្យរូបរបស់ Naruto ត្រូវបានគេយកទៅផ្សព្វផ្សាយចែកចាយយ៉ាងទូលំទូលាយដូច្នេះលោក Slater ឯនេះវិញមិនអាចលក់រូបភាពនោះបានតទៅទៀតទេប្រាក់ចំណូលគឺស្ទើរតែស្មើ0តែម្ដងអរគុណបងប្អូនជួបគ្នានៅវីដេអូក្រោយជាបន្តទៀត